รงเหมือนบ้านเตอรูชายเต้เปรียองจีบหาขยมมาจ้าหนังเตอยื่นจีเนะเจงดิกบัญชีโดยครูไอตาตรงมันจีบอย่างไม่เตอเสียวเช่นคือขยมอายานก็ขยมได้ขยมดังทาวิมันยีสรูแบบนี้เตตาพอกรรมนี้อาจยีสรูแบบนี้บ้านอย่างไม่เตอบาเปรียองจีบหาขยมมาจ้าหนังเตอหายให้เอาไว้บ้านจีตรงอนุญาตเอาขยมเตอวิจิการสำหรับเจตระบโอนยื่นกรุกจุ่มเรือระบตรงชเน่บองบ้านดอนเลงโอนบองสระลายโอนนะโดยชเน่ให้เอาไว้บ้านจีโอนตลอดหมกเวงรู้โอนก็สระลายเปรียองได้โดยชเน่โอนตลอดหมกเวงดำใบจุยตรงยื่นมันจ้องอ่อยโอนหมกหลุมบะจีมวยยื่นเตมาฮบระบโอนเลงมีประสิทธิภาพติดหายយើងអាចដឹងច្បាស់ថាភាពលេចឡើងរបស់វាកាន់តែញឹកញាប់ឡើងហើយកម្លាំងរបស់វាក៏កាន់តែខ្លាំងឡើងប្រហែលជាដល់ទីបញ្ចប់ខ្ញុំនឹងក្លាយជាមនុស្សឈួតទាំងស្រុងហើយបន្ទាប់មកយើងអាចនឹងសម្លាប់អ្នកដោយដៃខ្លួនឯងដូច្នេះបើអ្នកទៅលើនេះនៅមិនទាន់ហួសពេលទេសូមមេត្តាចុច Follow Like Subscribe Share និងឧបត្ថម្ភគាំទ្រកម្មវិធីមេងយើងនឹងរៀនខលំដល់វ័យត្រង់មើលទៅមិនសប្បាយចិត្តទៅវិញលីវលីខ្ញុំសួរឯងបើសិនជាឯងមានមនុស្សម្នាក់ដែលឯងស្រឡាញ់ប៉ុន្តែនៅក្បែរគាត់ជីវិតឯងតែងតែស្ថិតក្នុងគ្រោះថ្នាក់គ្រប់ពេលតើឯងនឹងធ្វើដូចម្តេចព្រះមហេសីតាំងពីទ្រង់ចូលក្នុងយ៉ាងមកខ្ញុំម្ចាស់បានឃើញការប្រោសប្រណីពិសេសរបស់ព្រះចៅអធិរាជចំពោះទ្រង់ទោះបីជាជួនកាលវិធីសាស្ត្ររបស់ទ្រង់គួរឲ្យខ្លាចបន្តិចក៏ដោយប៉ុន្តែយប់មិញព្រះមហេសីបានជួបគ្រោះថ្នាក់ព្រះចៅអធិរាជបានហៅពេទ្យលួងភ្លាមបន្ទាប់ពីទ្រង់ភ្ញាក់ពីដំណេកក្នុងចិត្តរបស់ទ្រង់ពិតជាបារម្ភពីព្រះមហេសីណាស់ព្រះមហេសីបើទ្រង់ចង់ឲ្យខ្ញុំទៅក៏ខ្ញុំមិនទៅដែរជោគវាសនារបស់ខ្ញុំម្ចាស់ត្រូវបានកំណត់ហើយនឹងនៅតាមបម្រើទ្រង់តើព្រះមហាក្សត្រីស៊ូមានដំណឹងអ្វីទេតើនាងត្រៀមចាក់ចេញពីវាំងហើយឬនៅក្រាបទូលព្រះករុណាព្រះមហាក្សត្រីស៊ូពុំបានត្រៀមយាងចេញពីព្រះបរមរាជវាំងទេព្រះនាងបានរៀបចំស្តង់តូចមួយនៅក្នុងបន្លាតូចមួយក្នុងសួនច្បាររាជវាំងរៀបចំស្តង់លក់អ្វីខ្លះទេព្រះនាងមិនបានលក់អ្វីទេព្រះនាងគ្រាន់តែយកដំណឹងនៃការគង់ផ្ទាល់ជាមួយព្រះអង្គទៅដូរយករបស់របរជាមួយពួកព្រះនាងក្នុងរាជវាំងនិងពួកស្រីបម្រើព្រមទាំងពួកពេជ្ជៈដែលចង់ដឹងចង់មួយទាំងនោះអ្វីឆាប់នេះនិយាយភ្លាមតើព្រះមហេសីកំពុងធ្វើអ្វីព្រះករុណាទូបង្គំមិនហ៊ាននិយាយទេនិយាយទៅប៊ីមូមុនពេលទ្រង់ផ្ទុំទ្រង់ស្ដាប់បទកុមារមួយណាដែលធ្វើឲ្យទ្រង់មួយលឿនអប់ខ្នើយទន់មួយណាដែលធ្វើឲ្យទ្រង់គេងលក់ស្រួលជាងសូម្បីតែពេលខ្លះយោស័ព្ទក៏ទ្រង់ឧទានហៅព្រះមេដាដែររបស់ទាំងនេះព្រះមហេសីសុទ្ធតែដាក់តម្លៃច្បាស់លាស់ទាំងអស់អាចយកមាសប្រាក់គ្រឿងអលង្ការការកំសាន្តសូម្បីតែឯកសារសម្ងាត់ពីព្រះរាជដំណាក់ខាងក្នុងមកបដូរបានស៊ូថាងយើងមើលទៅអូនហាក់ដូចជាលែងខ្លាចអ្វីទៀតទេព្រះមហេសីទ្រង់អាចប្រាប់ម្ដងទៀតទេតើព្រះអង្គពិតជាចូលចិត្តខ្នើយទុនដែលបាក់រូបទាខ្វាក់នោះមែនឬតាមខ្ញុំសង្កេតទៅវាស្រួលអោបជាងខ្នើយនាគនោះឆ្ងាយណាស់លើកក្រោយពេលពួកនាងទៅបម្រើព្រះអង្គអាចយកខ្នើយស្រដៀងគ្នានេះទៅសាកល្បងម្ដងទៀតព្រះមហេសីតើពេលព្រះអង្គយល់សັບឃើញព្រះមាតាហើយទឹកមុខរបស់ទ្រង់យ៉ាងម៉េចដែរទ្រង់ក៏បែបនេះទ្រង់ក៏លងលក់បាត់ទៅដូច្នេះតាមការសង្កេតរបស់យើងមិនទៅគឺទ្រង់ខ្វះក្តីស្រឡាញ់ខ្ញុំម្ចាស់សូមទោសព្រះអង្គអូននឹងបំផ្លាញរូបភាពរបស់បងមួយរយៈសិនហេនេះអូនមិនមែនលក់ការសម្ងាត់របស់បងទេខ្ញុំកំពុងប្រមូលព័ត៌មានស្រីក្នុងវងទាំងនេះដើម្បីរឿងអួតអាងគឺរឿងនីតិអ្វីក៏អាចទម្លាយប្រាប់ខ្ញុំបានដែរល្អហើយការសម្ងាត់ព្រះអង្គនៅថ្ងៃនេះបានបញ្ចប់ត្រឹមនេះបន្ទាប់មកខ្ញុំនឹងប្រមូលព័ត៌មាននេះក្នុងតម្លៃខ្ពស់នេះគឺជាវត្ថុពិសេសមួយនៅលើវានឹងមានកណ្ដឹងតូចមួយនៅពេលវាញ័រវានឹងបញ្ចេញក្លិនក្រអូបប្លែកអ្នកណាមានតម្រុយខ្ញុំនឹងផ្ដល់រង្វាន់ធំព្រះនាងចាស់កត្រីទូបង្គំដូចជាធ្លាប់ឃើញព្រះស្នំវិននិងចិនភីងពាក់របស់ស្រដៀងគ្នាដែរតែវាមានកណ្ដឹងក្រោយមកហាក់ដូចជាបាត់អស់ទៅហើយអស់ចិនភីនកងដៃរបស់នាងនៅឯណាចិនភីនកងដៃរបស់នាងនៅឯណាថ្វាយព្រះពរព្រះមហាក្សត្រីកងដៃអីទៅទូបង្គំមិនបានដឹងទេប្អូនស្រីមិនបាច់ភ័យទេវាគ្រាន់តែជាកងដៃមួយប្រភេទដែលមានកណ្ដឹងតូចនៅពីលើប៉ុណ្ណោះតើប្អូនស្រីមានដែរឬទេអ្នកពាក់ខ្សែដៃនេះចង់ដើរតាមគន្លងរបស់ប៊ូគុនយុនឬក៏អ្នកចង់ធ្វើឃាតអធិរាជព្រះមហេសីខ្ញុំពិតជាមិនដឹងទេខ្ញុំពិតជាមិនដឹងទេអ្នកមិនដឹងទេ
ចុះអ្នកណាដឹងអ្នកណាឲ្យអ្នកគឺព្រះស្នំចៅនាងថានេះគឺជាវត្ថុមានតម្លៃពីតំបន់ខាងលិចដែលបាននាំចូលក្នុងវាំងពាក់វាទៅនឹងធ្វើឲ្យព្រះអង្គម្ចាស់មិនអាចទុកចិត្តបានហើយសម្លឹងមើលខ្ញុំច្រើនដងខ្ញុំគ្រាន់តែចង់ដណ្ដើមការពេញចិត្តគ្មានបំណងធ្វើឃាតព្រះអង្គម្ចាស់ជាដាច់ខាតសូមព្រះមហេសីពិចារណាផងពួកអ្នកទាំងអស់គ្នាបានឬទេរឿងនេះតកតងនឹងព្រះកាយដ៏ពិសិដ្ឋរបស់ព្រះអង្គម្ចាស់រាជវាំងខាងក្នុងពិបាកការពារណាស់សាននៃព្រះបរមរាជវាំងរឿងថ្ងៃនេះប្រសិនបើខ្ញុំបានឮអ្នកណានិយាយផ្ដេសផ្ដាសបំបែកបំបាក់ខ្ញុំនឹងមិនលើកលែងឲ្យដាច់ខាតពិតមែនឬទោះបីជាអ្នកមិនដឹងក៏ដោយក៏ត្រូវប្រយ័ត្នកុំឲ្យបង្កុំហន្តរាយធំចាប់ពីថ្ងៃនេះទៅត្រឡប់ទៅព្រះរាជដំណាក់របស់ខ្លួនហើយបិទទ្វារសញ្ជឹងគិតពីកំហុសទៅដោយគ្មានការអនុញ្ញាតពីខ្ញុំអ្នកមិនអាចចេញទៅក្រៅបានទេខ្ញុំម្ចាស់សូមអរព្រះគុណម្ចាស់កត្រីអរគុណម្ចាស់កត្រីព្រះមហេសីពិតជាអស្ចារ្យណាស់ឥឡូវផុសតាងច្បាស់លាស់ហើយគឺព្រះស្នំចៅយ៉ាវទេដែលនៅពីក្រោយរឿងនេះផុសតាងយើងមានតែសាកសីផ្ទាល់មាត់ប៉ុណ្ណោះចៅយន់អាចបដិសេធទាំងស្រុងថាតើអ្នកណាជាចិនភីងម្យ៉ាងវិញទៀតជាមួយនឹងខួរក្បាលរបស់ចៅយន់តើនាងអាចគិតរកវិធីសាស្ត្រដ៏ឆ្លាតវៃបែបនេះបានយ៉ាងម៉េចទៅនៅពីក្រោយរឿងនេះច្បាស់ជាមានឪពុកចំណាស់កញ្ជ្រោងរបស់នាងគឺចៅទុនហើយព្រះចៅអធិរាជព្រះមហាក្សត្រីស៊ូក៏ដូចគ្នាដែរនៅក្នុងសួនច្បារអធិរាជទ្រង់គ្រាន់តែប្រើពាក្យពីរបីម៉ាត់ក៏អាចទាញយកតម្រុយលេខ110នោះបានវាបានចង្អុលទៅចៅយន់ហើយបានស្នើឲ្យចិនភីងត្រឡប់ទៅព្រះរាជវាំងវិញដើម្បីពិចារណាទោសកំហុសរបស់នាងទ្រង់ទឹកជាប៉ែនប្រសពក្នុងការទាញយកប្រយោជន៍ពីស្ថានភាពដោយប្រើប្រាស់ភាពឯកជនរបស់យើងដើម្បីបង្ខំអ្នកដទៃឲ្យនិយាយចិត្តក្លាហានរបស់ស៊ូថាងពិតជាកាន់តែធំឡើងហើយព្រះអង្គម្ចាស់ព្រះនាងចៅវាយយ៉ាវនោះនាងគ្មានភស្តុតាងជាក់លាក់ទេមិនអាចប៉ះពាល់យ៉ាវយូដែលជាមេធានធំនេះបានទេប៉ុន្តែចូលប្រកាសព្រះរាជចង្ការរបស់ខ្ញុំថាព្រះនាងចៅវាយយ៉ាវមិនបានគ្រប់គ្រងអ្នកក្រមបង្គាប់របស់នាងឲ្យតឹងរឹងទេហើយមានពាក្យចាមអារាមជាច្រើននៅក្នុងរាជវាំងចាប់ពីថ្ងៃនេះទៅត្រូវឃុំខ្លួនរយៈពេលកន្លះខែដើម្បីឲ្យនាងគិតពីកំហុសរបស់នាងក្រាបទូលព្រះអង្គម្ចាស់ឲ្យព្រះមហេសីនោះនាងលក់ដូរដោយឯកជនទេនោះសពផ្សាយអំពីទីកន្លែងគង់នៅរបស់ព្រះអង្គម្ចាស់តើគួរតែទុកនាងទៅចុះខ្ញុំចង់មើលថាតើនាងអាចបង្កប់បញ្ហាអ្វីខ្លះឲ្យព្រះករុណាចុះព្រះមហេសីស៊ូនាងបានលក់ដូរដោយឯកជនអូអត់ទេនោះផ្សព្វផ្សាយអំពីទីគង់នៅរបស់ព្រះករុណាតើវានោះទុកនាងទៅចុះយើងចង់មើលថានាងអាចបង្កប់បញ្ហាអ្វីខ្លះព្រះករុណាស៊ូថាងបើអូនបានជ្រើសរើសនៅទីនេះហើយយើងនឹងចាំមើលទេពកោសល្យរបស់អូនតើអាចធ្វើបានដល់កម្រិតណាស៊ូថាងនាងស្រីខោទាបធ្វើឲ្យខូចរឿងល្អរឿងតូចតែទេ